Hello អស់លោកស្រីនាងកញ្ញាកូនង៉ែតកូនងាកម្មារាកម្មារីពុកម៉ែបងប្អូនជាទីគោរពជាទីស្រឡាញ់ស្វាគមន៍សាជាថ្មីមកកាន់ហ្គេមលក់កញ្ឆាបាទហើយចូលមកកាន់ហ្គេមនេះភ្លាមគឺខ្ញុំមកផ្ទះថ្មីរបស់ខ្ញុំតែម្ដងបាទគឺថាផ្ទះនេះគឺខ្ញុំបានទិញហើយក្នុងតម្លៃ$3000ហើយខ្ញុំក៏បាន set up ផ្ទះនេះទៅជាផ្ទះមួយដែលថានិយាយរួមទៅផ្ទះរបស់អ្នកលក់កញ្ឆាតែម្ដងបាទហើយគឺយើងធ្វើការប្រមូលជីរបស់យើងសិនខ្ញុំបាន order ជី6ធុងហើយខ្ញុំធ្វើការដាំដំណាំហើយក្នុងហ្គេមមួយនេះផងដែរគឺគោលដៅរបស់ខ្ញុំគឺខ្ញុំចង់ទិញកាភ្លើងអ្នកនរគ្នាព្រោះអីខ្ញុំចង់ដឹងថាពេលដែលយើងមានកាភ្លើងពេលយើងអីចំនួនមួយមុខរបស់យើងគឺវារីកដុះដាលដល់អ្នកនរគ្នាអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាគោលដៅរបស់ខ្ញុំគឺអាចទិញកាភ្លើងបានដល់អ្នកនរគ្នាហើយកាភ្លើងនៅក្នុងហ្គេមនេះគឺវារៀងថ្លៃដែរអ្នកនរគ្នាក្រោយពីការដាក់ជីអស់មកសន្ទុះមកខ្ញុំក៏បានគិតថាខ្ញុំភ្លេចយកអីខ្លះនៅក្នុងផ្ទះចាស់របស់ខ្ញុំហើយខ្ញុំក៏បានដើរចេញទៅផ្ទះចាស់របស់ខ្ញុំហ្នឹងហើយខ្ញុំគិតថានៅក្នុងទីក្រុងនេះមុនដំបូងចូលមកគឺរៀងធំដែរគ្នាតែយូរទៅគឺ map នេះរៀងទូចដែរហើយបើ game នេះគឺបែបលក្ខណៈថាមានការអឺលក់ក៏ដូចជាចែកចាយទៅអ្នកផ្សេងទៀតបែបលក្ខណៈថាអ្នកលក់ផ្សេងទៀតអ្នកគ្នា game ហ្នឹងអាចនឹងរៀងសប្បាយហើយខ្ញុំក៏បានមើលរៀបចំremove អីដែលខ្ញុំអាចយកទៅបានហ្នឹងហើយខ្ញុំមូទៅដាក់ផ្ទះថ្មីរបស់ខ្ញុំទាំងអស់ហើយសម្រាប់ក្រែឬមួយក៏ទូរទស្សន៍នេះគឺខ្ញុំយកទៅដែរគឺខ្ញុំអត់ទុកនៅហ្នឹងទេក្រោយពីការយកទូរទស្សន៍ដែលមើលអីអត់កើតមើលឃើញត្មងយកដល់ផ្ទះហើយខ្ញុំក៏បានមើលរៀបចំកន្លែងដាក់living room របស់យើងអ្នកគ្នាខ្ញុំរៀបចំបន្ទប់ទាល់ភ្ញៀវមួយសិនហ្នឹងហើយខ្ញុំគិតថាដាក់ទាំងនេះគឺវាល្អព្រោះឲ្យបើកទ្វារមកក៏យើងមើលម៉ោងបានតែម្ដងហ្នឹងហើយអ្នកគ្នាចឹងក្រោយពីបានដាក់ទូរទស្សន៍រៀបចំទូរទស្សន៍របស់ខ្ញុំដែលមើលអីអត់ឃើញហ្នឹងហើយគឺខ្ញុំក៏បានទៅមើលការ set up របស់ខ្ញុំគឺខ្ញុំដូចជាខ្វះអីឬមួយក៏នេះអីខ្ញុំត្រូវការទិញថែមហើយកដុងទឹករបស់ខ្ញុំគឺអត់ដឹងបាត់ទៅណាអ្នកគ្នាខ្ញុំបាត់តាំងពីដបងកដុងទឹកជាមួយនឹងកត្រៃគឺខ្ញុំបាត់អស់ហើយអត់ដឹងទៅណាអ្នកគ្នាខ្ញុំអត់ដឹងដែរថាហ្គេមហ្នឹងក្លិចឬមួយក៏មិនអ្នកគ្នាតែរបស់ខ្ញុំគឺបាត់អស់ហើយបន្ទប់ដែលដាក់កញ្ឆារបស់យើងជាមួយនឹងបន្ទប់ដែលវិចខ្ចប់គឺខ្ញុំរៀបចំបានប៉ុណ្នេះគឺយើងមានម៉ាស៊ីនខ្ចប់អូតូចំនួន4ហើយជាមួយនឹងធ្នើរសម្រាប់ដាក់ហ្នឹងខ្ញុំក៏រៀបចំបានរៀងច្រើនដែរអ្នកគ្នាគឺខ្ញុំរៀបចំបាន4ដូចគ្នាហើយខ្ញុំក៏ដូចជាខ្វះខ្ចប់អ្នកគ្នាខ្ចប់សម្រាប់យើងវិចខ្ចប់ហ្នឹងអញ្ចឹងហើយខ្ញុំក៏មើលរៀបចំ order បន្ថែមព្រោះអីយើងត្រូវការខ្ចប់ហ្នឹងជាមួយនឹងក្របធនជាតិអ្នកគ្នាគឺក្របកញ្ឆារបស់យើងដែលយើងត្រូវយកមកដាំហ្នឹងហើយខ្ញុំក៏បានរៀបចំ order កំងអីដែលខ្ញុំត្រូវការបន្ថែមផងដែរគឺខ្ញុំត្រូវការដូចជាអត់ច្រើនអ្នកគ្នាតែខ្ញុំត្រូវកំងក្របធនជាតិជាមុនសិនខ្ញុំត្រូវការ6កញ្ចប់អ្នកគ្នាព្រោះអីធុងយើងគឺមាន6តែចុចកំងហើយគឺខ្ញុំភ្លេចមើលបាទលុយរបស់ខ្ញុំគឺមានតែ$25អ្នកគ្នាហើយយើងទៅធ្វើអីកើតបាទ$25ទិញតែក្របធនជាតិមួយកំប៉ុងទេអត់គ្រាន់ផងចឹងទៅខ្ញុំក៏បានធ្វើការត្រឡប់ទៅកាន់ផ្ទះវិញអីខ្លះដែលខ្ញុំអាចលក់បានគឺខ្ញុំនឹងលក់ចេញសិនហើយដើម្បីបន្តអាជីវកម្មរបស់យើងទៀតព្រោះអាជីវកម្មហើយខ្ញុំមើលទៅម៉ាស៊ីនខ្ចប់អូតូនេះគឺខ្ញុំអាចលក់បានវាមានតម្លៃ400ហើយខ្ញុំក៏ទទួលបានលុយចំនួន$425ផងដែរហើយខ្ញុំក៏រៀបចំកំងថែមទៀតក្រោយពីបានរៀបចំកំងហើយខ្ញុំក៏ធ្វើការកំងក្របធនជាតិរបស់យើងចំនួន6កំប៉ុងហ្នឹងហើយ6គ្រាប់ហើយខ្ញុំគិតថាខ្ញុំកំងខ្ញុំអត់ត្រូវការពួកថ្លៃពេកទេខ្ញុំកំងពួកមុំហ្នឹងដើម្បីយកមកលក់ទៅយើងវាស្រួលអ្នកគ្នាខ្ញុំយកមួយមុខពីរទៅដើម្បីអីអ្នកគ្នាគឺនិយាយរួមទៅវាក្របធនជាតិវាមានតម្លៃខុសគ្នាហ្នឹងហើយអ្នកគ្នាវាមិនលក់បានតម្លៃដូចគ្នាទាំងអស់ទេខ្ញុំក៏បានកំងចំនួន6កំប៉ុងផងដែរក្រោយពីការត្រឡប់មកដល់ផ្ទះហើយខ្ញុំក៏ធ្វើការរៀបចំកំងខ្ចប់នេះអ្នកគ្នាគឺខ្ចប់សម្រាប់វិចខ្ចប់ហ្នឹងគឺខ្ញុំកំងចំនួន6ខ្ចប់ដើម្បីយើងស្រួលក្នុងការរៀបចំវិចខ្ចប់អីហ្នឹងទៅកុំឲ្យវាពិបាកខ្វះមុខខ្វះក្រោយហើយខ្ញុំក៏បានកំងធុងទឹកជាមួយនឹងកត្រៃកាត់ថែមដែរអ្នកគ្នាព្រោះអីយើងខ្វះហើយខ្ញុំគិតថាខ្ញុំខ្វះធុងសម្រាមផងដែរព្រោះអីសម្រាមផ្ទះយើងបើអត់មានធុងដាក់ទេគឺញ៉ៃពេញផ្ទះហើយធុងសម្រាមបើយើងសម្រាមនៅក្នុងផ្ទះច្រើនគឺវានឹងលោតសញ្ញាពណ៌ខៀវឬមួយពណ៌បៃតងហ្នឹងឲ្យយើងរើសសម្រាមចេញព្រោះអីសម្រាមច្រើនក៏វាអត់កើតដែរនៅក្នុងផ្ទះរបស់យើងហើយខ្ញុំវគ្គនេះគឺបំពេញ
rồi tầm pin mission của nhom nè cứ nhom trai ca cặp phơn lang mình tên nhom trai ca tinh cặp phơn của nhom trong xạ rồi chỉ cặp phơn hai vì miền cháo rồi chỉ cặp phơn vay cặp phơn clay miền tầng snap đáy để bóng cứ vì miền tầng o tầm đóហើយនៅពេលដែលខ្ញុំចុចចូលមើលទៅគឺវាមានតម្លៃរៀងគួរសមដែរដបងនេះគឺយើងមានស្រាប់ហើយកាភ្លើងខ្លីគឺ200ជាងតែកាភ្លើងវែងនេះគឺយើង short កានអ្នកគ្នាគឺ1100បាទវាថ្លៃខ្លាំងមែនតើហើយពេលដែលទិញគឺវាអត់មានលោតលក់ក្របលក់អីទេអ្នកគ្នាគឺវាធ្វើការឲ្យយើងបាញ់ហើយគឺ reload គ្រាប់មកខ្លួនឯងហើយខ្ញុំក៏បានចុចទៅ next day ផងដែរគឺចូលថ្ងៃថ្មីមកខ្ញុំក៏បានដើរចេញទៅខាងក្រៅព្រោះអីខ្ញុំត្រូវការយកគ្រាប់ធនជាតិរបស់ខ្ញុំគឺ6កំប៉ុងហ្នឹងហើយអ្នកគ្នាហើយខ្ញុំកំងមកគឺសុទ្ធតែថ្លៃនោះទេខ្ញុំអត់សូវយកអាធូរថ្លៃមកទៅព្រោះអីវាលក់រៀងបានធូរថ្លៃតាមហ្នឹងដែរហើយបន្ទាប់ពីខ្ញុំបានមកហើយខ្ញុំធ្វើការដាក់ដាំដាក់អីតាមធម្មតាណាអ្នកគ្នាលឺសលេងរំខានអីគឺកុំប្រកាន់អីអ្នកគ្នាមានសំឡេងរំខានតិចតួចក្រោយពីការដាំរួចហើយខ្ញុំក៏បានទៅមើលមុខផ្ទះរបស់យើងគឺយើងបាន order អីវ៉ាន់កាពីម្សិលមិញហើយខ្ញុំក៏បាន order ធុងទឹកនេះចំនួន2ផងដែរហើយថាសុំទោសអ្នកចិត្តខាងបាទគឺថារើអីវ៉ាន់ហើយបោះទៅក្នុងរើអីវ៉ាន់ទៅបោះទៅក្នុងថាផ្ទះខ្ញុំគឺស្អាតជានិច្ចបាទតែមិនបាច់មើលផ្ទះចិត្តខាងបាទសិតតែសម្រាមគឺខ្ញុំរើបោះហើយខ្ញុំក៏ចាប់ផ្ដើមឆែកឆេរអីវ៉ាន់របស់ខ្ញុំគឺវាគ្រប់ចំនួនដែរអត់ហើយខ្ញុំក៏បានមើលទៅគឺខ្ញុំខ្វះធុងសារ៉ាមអ្នកនេះគឺធុងសារ៉ាមអត់ទាន់មកដល់ទេហើយខ្ញុំក៏បានយកកត្រៃយកអីរបស់ខ្ញុំដើម្បីចូលទៅកាត់នៅក្នុងខ្ញុំក៏បានប្រមូលវាអស់សិនមកអ្នកនេះគឺខ្ញុំទទួលបានកញ្ចប់នេះចំនួន60ដែលបាន order កាពីម្សិលមិញហើយខ្ញុំក៏បានចូលទៅផ្ទះវិញនិងរៀបចំស្រោចទឹកស្រោចអីសិនអ្នកនេះគឺយើងត្រូវការស្រោចទឹកស្រោចអីឲ្យរុក្ខជាតិយើងដើម្បីវាលូតលាស់ហើយឆាប់បានទិញកាភ្លើងមុខរបរយើងមានប៉ុណ្្នឹងអ្នកទៅគឺខំធ្វើទៅបាទមុខរបរអីក៏មានតម្លៃដែរបាទអានេះគឺមានតម្លៃលុយច្រើនបាទមិនមែនមានតម្លៃក្នុងសង្គមទេបាទក្រោយពីការដាក់ដាំរួចហើយខ្ញុំក៏បានធ្វើការចូលទៅកាន់បន្ទប់វេចខ្ចប់និងបន្ទប់ស្តុកអីវ៉ាន់របស់យើងហើយខ្ញុំក៏បានដាក់ខ្ចប់ចូលទៅកាន់ម៉ាស៊ីននីមួយៗដើម្បីវេចខ្ចប់អូតូចឹងទៅវារៀងស្រួលយើងដែរអ្នកគឺយើងអង្គុយចាំកាប់លុយហ្មងអង្គុយចាំលក់មិនមែនអង្គុយចាំកាប់លុយទេបន្ទាប់ពីក្របធនជាតិបានលូតលាស់មកបេះបានមកខ្ញុំក៏ធ្វើការកាត់វាតែហ្មងទៅអ្នកគ្នាគឺមកថយយើងទទួលបានចំនួន8នេះអ្នកគ្នាគឺយើងទទួលបានចំនួន8ផ្លែអាហ្នឹងគឺផ្លែក៏ជាស្លឹកឯអ្នកគ្នាខ្ញុំមិនដែលដឹងដែរតែហ្នឹងអាចជាស្លឹកអ្នកគ្នាហើយនេះអ្នកគ្នាគឺសម្រាមច្រើនពេកគឺវាលោតសញ្ញាពណ៌បៃតងឲ្យយើងរើសសម្រាមមកអ្នកគ្នាខ្ញុំខំឆ្ងល់ថាចំពណ៌បៃតងគឺមានកដោឲ្យឬមួយក៏ត្រូវការឲ្យយើងធ្វើ mission អីមែនតែមិនមែនអ្នកគ្នាគឺសម្រាមច្រើនពេកហើយបន្ទាប់មកខ្ញុំក៏ធ្វើការកាត់វាជាបន្តបន្ទាប់ហើយខ្ញុំក៏ទទួលបានចំនួនរៀងច្រើនដែរគឺខ្ញុំទទួលបាន16 3ដងអ្នកគ្នាគឺវារៀងច្រើនដែរអញ្ចឹងទៅខ្ញុំក៏កាត់វាអស់មកអ្នកគ្នាឈប់អ្នកគ្នាខ្ញុំធ្វើការកាត់វាតិចសិនហើយបន្ទាប់ពីកាត់រួចហើយគឺយើងទទួលបានចំនួនច្រើនដែរអ្នកគ្នាក្រោយពីការកាត់មកគឺយើងទទួលបានចំនួន48ស្លឹកបាទហើយយើងក៏ធ្វើការវេចខ្ចប់ទៅតាមហ្នឹងទៅអ្នកគ្នាគឺខ្ញុំធ្វើការដាក់វេចខ្ចប់តាមធម្មតាទៅចំនួនរបស់យើងគឺខ្ញុំគិតថាវាដើរទៅមុខហើយព្រោះអីយើងលែងខ្ចប់ដៃគឺយើងមានម៉ាស៊ីនវេចខ្ចប់ហើយយើងមានចំនួន4ទៀតអ្នកគ្នាអញ្ចឹងទៅគឺយើងអត់ខ្វល់ទេហើយខ្ញុំគិតថាចំនួន48នេះគឺខ្ញុំអាចលក់បានតម្លៃ1000ជាងដើម្បីធ្វើការទៅទិញ shotgun ហើយខ្ញុំក៏ចង់ដឹងថាពេលដែលខ្ញុំបាញ់សម្លាប់អានេះឬមួយក៏សម្លាប់បលិសនៅក្នុងទីក្រុងហ្នឹងវាមានរឿងអីកើតឡើងអ្នកគ្នាព្រោះអីគ្រាន់តែយើងលក់កឆាលក់អីហ្នឹងគឺដេញចាប់ 4-5 នាក់ឯអ្នកគ្នាមើលវីដេអូមុនគឺអ្នកគ្នាដឹងហើយគឺដេញចាប់ខ្ញុំពេញក្រុងហ្មងអ្នកគ្នាខ្ញុំអត់ដឹងថាមិនដែរចាំមើលសិនហើយខ្ញុំក៏បានមកយកធុងសម្រាមហើយទាំងនេះអ្នកគ្នាគឺខ្ញុំធ្វើអេតកើតអ្នកគ្នាហ្គេមវាកលិចគឺថាដើរបានទៅមុខទៅក្រោយតម្លាក់ធុងនឹងចុះក៏អត់កើតវាយបានអ្នកគ្នាក៏ប៉ុន្តែហ្គេមហ្នឹងវាកលិចដាក់ធុងហ្នឹងនៅមុខខ្ញុំយកហ្មងអ្នកគ្នាបន្ទាប់ពីការ restart game មកខ្ញុំក៏ធ្វើការចេញទៅយកធុងសម្រាមរបស់យើងវិញគឺវាធ្លាក់នៅមុខនេះអ្នកគ្នាហើយម្ដងនេះគឺវាលែងកលិចហើយគឺយើងអាចចុចចេញធុងសម្រាមបានធម្មតាទេអញ្ចឹងទៅខ្ញុំក៏ធ្វើការរៀបចំមើលកន្លែងដាក់អ្នកគ្នាខ្ញុំសុំដាក់មុខបន្ទប់នេះហើយអ្នកគ្នាគឺវាស្រួលក្នុងការបោះក្នុងការអីគឺវានៅចិត្តនៅក្នុងកន្លែងយើងដាំអញ្ចឹងទៅគឺវាស្រួលហើយខ្ញុំក៏បានធ្វើការរៀបចំយកសម្រាមរបស់យើងយកទៅដាក់ក្នុងនឹងដែរកុំឲ្យញ៉េះញ៉ៃពេក
ក្រោយពីការរើសសម្រាមដាក់ចូលក្នុងធុងឲ្យវាស្រួលបួលហើយខ្ញុំក៏ធ្វើការទៅយកសមិទ្ធផលរបស់ខ្ញុំដែលបានវិចខ្ចប់សិទ្ធសមិទ្ធផលទេបាទខ្ញុំក៏ទទួលបានចំនួនដូចដើមទេវាអត់បាត់ទៅណាទេចំនួនហ្នឹងហើយខ្ញុំក៏ធ្វើការប្រមូលយកវាទាំងអស់ហើយបាទខ្ញុំគិតថាចំនួនវាប៉ុណ្ណឹងគឺខ្ញុំអាចលក់ដើម្បីទិញ shotgun មួយបានដើម្បីយកមកសាកអ្នកនេះគឺតេស្តកាភ្លើងហ្នឹងនៅក្នុងទីក្រុងហើយបន្ទាប់ពីប្រមូលហើយខ្ញុំក៏បានចុចទៅ next step គឺចូលទៅថ្ងៃថ្មីបាទហើយនេះគឺជាថ្ងៃទី21របស់ខ្ញុំផងដែរដែលនៅក្នុងហ្គេមនេះហើយចឹងទៅខ្ញុំក៏ធ្វើការបិទទ្វារហើយចេញដំណើរទៅធ្វើបេសកកម្មរបស់យើងគឺ mission របស់យើងថ្ងៃនេះគឺជាការលក់បាទលក់ឲ្យអស់ចំនួនវាប៉ុណ្ណឹងហើយចង់ដឹងថាលក់បានចំនួនប៉ុណ្ណាបានលុយប្រហែលឡាដែរបាទហើយខ្ញុំក៏អត់លក់ចំនួនដូចដើមដែរគឺខ្ញុំដាក់វារីកថ្លៃតិចហើយគឺខ្ញុំប្រញាប់លុយចឹងទៅខ្ញុំអត់បានលក់ដូចដើមវិញទេហើយបន្ទាប់ពីបានធ្វើការដើររម៉ួយរអីមកសន្ទុះមកខ្ញុំក៏បានជួបកញ្ញាម្នាក់នេះបាទគឺគាត់ទិញចំនួន1តែអ្នកលក់ណាមិនដឹងអ្នកលក់នេះគឺបខំអ្នកទិញហ្មងបាទគឺខ្ញុំដាក់ចំនួន5ឲ្យគាត់បាទហើយគឺខ្ញុំដាក់តម្លៃពេកគឺគាត់អត់ទិញទេអ្នកគ្នាគឺគាត់ត្រូវការតែមួយបាទប្រហែលជាគាត់រៀងស្ទើរថវិកាបាទបន្ទាប់ពីលក់ឲ្យគេអត់ដាច់ហើយខ្ញុំក៏ធ្វើការដើរទៅកាន់មាត់ឆ្នេរបាទគឺនេះគឺមានបៀបាបាទគឺកន្លែងផឹកស្រាបាទផឹកស្រាបាទឥឡូវយើងធ្វើការដើរទៅមុខបាទផ្ទះណាគេនេះបាទអូយបាទសឹកបេះដូងឯណាខ្ពើមខ្លាំងមែនតែនផ្ទះណាគេនៅក្រៅទៅវាយចោលហ្មងនេះហើយគឺអត់សូវមានមនុស្សទេបាទថ្ងៃទី21របស់យើងគឺខ្សោះមនុស្សទៅបាទគឺមនុស្សរៀងតិចបាទសបោច្រើនទៅប៉ូលីសដែរទេហើយខ្ញុំក៏បានដើរកិច្ចប៉ូលីសដែរបាទគឺយើងអាចលក់មុខប៉ូលីសបានទេគឺអាចនឹងឡើងផ្កាយបាទហើយខ្ញុំដើរឡើងវិលមកជុំមកដល់ផ្ទះវិញបានឃើញកញ្ញាម្នាក់នេះបាទគឺគាត់ទិញចំនួន2ហើយខ្ញុំគឺអត់ដាក់ចំនួន2បាទខ្ញុំដាក់ចំនួន6ឲ្យគាត់បាទហើយខ្ញុំក៏បានបូកតម្លៃឡើងសល់ 70%បាទហើយខ្ញុំក៏ចុចសាកទៅគឺគាត់អត់ទិញទៀតអ្នកនេះគឺយើងគឺថាភ្ញៀវ2នាក់គឺអត់ទិញទាំង2នាក់បាទមូលហេតុខ្ញុំមិនមែនគិតថាមកពីអីវ៉ាន់ខ្ញុំអត់ល្អទេបាទគឺមកពីខ្ញុំលក់ថ្លៃពេកហើយខ្ញុំក៏សាកម្ដងទៀតបាទគឺខ្ញុំលក់ឲ្យបរិសអ្នកនេះបាទគឺខ្ញុំដាក់ចំនួន3ហើយសល់តម្លៃត 70% គឺគាត់អត់ទិញទៀតអ្នកនេះគឺ3នាក់គឺអត់ទិញទាំង3នាក់ខ្ញុំអត់ដឹងមិនដែរអ្នកនេះគឺខ្ញុំលក់ថ្លៃខុសពីទីផ្សារគេដឹងអ្នកនេះហើយខ្ញុំក៏បានសាកម្នាក់ទៀតផងដែរហើយខ្ញុំហើយគាត់អត់ទិញហ្នឹងគឺគាត់អត់ត្រូវការបាទគាត់អត់លេងកឆាហ្នឹងទេហើយខ្ញុំក៏បានជួបបរិសម្នាក់នេះហើយខ្ញុំក៏បានដាក់ចំនួន5ហើយបូកឲ្យគាត់ចំនួន5ហើយខ្ញុំគឺអត់លក់តម្លៃថ្លៃខ្លាំងពេកទេគឺខ្ញុំទុកសល់តែ 80% បាទសំទោសអ្នកនេះគឺ 70% ហើយបរិសម្នាក់នេះក៏ទិញផងដែរហើយខ្ញុំក៏បានឡើង level 10ផងដែរ Yeah, shit, I think I changed. Things don't feel the same. I don't wanna play no games. Since I got this fame, it's been so hard to love again. Girl, your love's in vain. Now you feel ashamed. Girl, you told me no because I wasn't getting paid. These hoes I can't blame. Nobody feel my pain. I don't wanna switch my lanes and now they think I'm going insane. Things don't feel the same. I don't wanna play no games. Don't ever trust nobody. បាទក្រោយពីការដើរលក់មកសន្ទុះមកបាទមិនមែនមកសន្ទុះទេគឺខ្ញុំលក់ពេញមួយថ្ងៃមកអ្នកគ្នាគឺខ្ញុំលក់តាំងពីព្រឹករហូតមកដល់យប់បាទហើយនេះគឺជាម៉ួយចុងក្រោយរបស់យើងហើយខ្ញុំក៏បានលក់ធូរថ្លៃឲ្យគាត់ទេហើយខ្ញុំក៏បានទទួលបាន level 11ផងដែរសម្រាប់ម៉ួយម្នាក់នេះតបពីចុច next day មកខ្ញុំក៏ទទួលបានលុយចំនួនច្រើនដែរអ្នកគ្នាគឺសរុបមកគឺ 2000 ឡាជាងទាំងលុយនៅសល់របស់ខ្ញុំហើយខ្ញុំក៏បានកំងក្របធនជាតិក្របអីទុកសម្រាប់ថ្ងៃថ្មីផងដែរគឺខ្ញុំកំងហើយសល់ប្រហែលបានខ្ញុំយកទៅទិញកំភ្លើងអ្នកគ្នាហើយតពីកំងហើយខ្ញុំគឺកំងមិនដល់មុខខ្ញុំកំងអីច្រើនទុកសគួរសម្រាប់ធ្វើការលក់ស្អែកអ្នកគ្នាគឺទុកលក់វគ្គក្រោយហើយខ្ញុំក៏បានដើរតម្រង់ទៅកន្លែងហាងកំភ្លើងបាទហើយឈប់អ្នកគ្នាខ្ញុំសុំទិញអីដែលខ្ញុំត្រូវការសិនខ្ញុំសុំទិញចំនួន G របស់យើងអ្នកគ្នាគឺខ្ញុំទិញចំនួន6មកហើយខ្ញុំក៏បានចូលមកកន្លែងទិញកំភ្លើងបាទហើយ
nhom có bàn tinh soi gắn môi bà người ta tinh soi gắn từ bóng cứ nhom cho admin lụ crop lụ ấy thế bà hay thằng logo crowd cái cứ em này mà hay nhom không cho châu mơ cái lại group cái lại nha kia cứ cái admin lụ crop thế bà này kia cứ cặp lơ nắng bay hơi vì bây giờ tha về reload time mọi dương món nè nè cứ tha đo mong nâng tới cái dương ai banh ba một đoạn tiệt hay cặp lơ này cứ miền tầm ball crop đây nè nèឲ្យពីការទិញកំភ្លើងមកគឺខ្ញុំក៏បានយកកំភ្លើងខ្ញុំមកតេស្តហើយគេតេស្តមួយទាំង10អ្នកគ្នាតែខ្ញុំអត់តេស្តមួយទាំង10ទេខ្ញុំតេស្តមួយក្បាលចែនេះសិនគឺថាមកក្របងាប់ហ្មងបាទហើយបន្ទាប់ពីបាញ់ងាប់ហើយគឺខ្ញុំបានលោតផ្កាយមួយនេះអាចមើលបានបាទគឺថាផ្កាយមួយបាទហើយផ្កាយមួយហើយអត់ឃើញបលិសអត់ឃើញអីមករអ្នកគ្នាហើយបន្ទាប់ពីខ្ញុំចូលផ្ទះបាត់ទ្វារគឺដាច់ផ្កាយហ្នឹងហើយអ្នកគ្នាហើយខ្ញុំក៏សល់5គ្រាប់ទៀតដែរខ្ញុំគិតថាដើរទៅតេស្តមនុស្ស2 3នាក់ទៀតហើយខ្ញុំក៏ធ្វើការរៀបចំចេញទៅសម្រាប់មនុស្សទៀតដែរអ្នកគ្នាបាទគឺថាយើងគឺមុនដំបូងគឺ slow ខ្លាំងមែនតើបាទលក់កឆាត្រូវបលិសចាប់ត្រូវអីបាទតែឥឡូវគឺឡើងដល់ថ្នាក់យើងនេះគឺថាសង្គមពណ៌ខ្មៅហើយបាទគឺថាខ្ញុំបានសម្រាប់បលិសម្នាក់ទៀតហើយខ្ញុំក៏បានដើរទៅមុខបាទហើយខ្ញុំក៏បានបាញ់គាត់ម្នាក់ទៀតបាទបាញ់ខោ3គ្រាប់បាទបានត្រូវគាត់បាទហើយគឺយើងសម្រាប់អស់មនុស្សជាច្រើនបាទហើយប៉ូលីសនេះចង់ចូលមកគឺខ្ញុំបាញ់មកគ្រាប់ខុសគឺវា reload time នេះអ្នកគ្នាអញ្ចឹងទៅគឺខ្ញុំទៅហើយបាទគឺរត់សិនហើយគឺប៉ូលីសដេញហើយអញ្ចឹងទៅរត់សិនបន្ទាប់ពីការរត់គេចពីប៉ូលីសអស់មកសន្ទុះមកខ្ញុំក៏បានវិលត្រឡប់មកដល់ផ្ទះរបស់ខ្ញុំវិញហើយគឺវាម៉ោងនេះគឺម៉ោង4ហើយអ្នកគ្នាអញ្ចឹងទៅគឺខ្ញុំសូមបញ្ចប់វីដេអូខ្ញុំតែត្រឹមនេះហើយអ្នកគ្នាកុំភ្លេចជួយចុច like មួយ subscribe ផងដើម្បីចង់ដឹងថាខ្ញុំនឹងចេញវីដេអូអីថ្មីៗទៀតបាយបាយ